vàថ្ងៃនេះយើងបានរៀនភាសាអង់គ្លេសđó គួរដឹងអំពី present continuous យើងបកខ្មែរមកប្រយោគបច្ចុប្បន្នកាលកំពុងបន្តអញ្ចឹងមើលប្រយោគមួយនៅក្នុងភាសាអង់គ្លេសគឺមានទម្រង់ចំនួន4ទម្រង់ទី1គឺ affirmative ទម្រង់ទី2 interrogative ទម្រង់ទី3 negative ទម្រង់ទី4 interrogative ឥឡូវនេះយើងចាប់ផ្ដើមរៀនអំពីទម្រង់ស្របទម្រង់ស្របអង់គ្លេសឲ្យឈ្មោះ affirmative form ពេលខ្លះយើងអាច form យើងអត់ទៅសេ form ក៏បានដែរយើងដាក់ affirmative sentence ក៏បានដែរកាលណាយើងដាក់ sentence យើងបកថាប្រយោគស្របកាលណាយើងដាក់ form យើងបកថាទម្រង់ស្រប form មកបកទម្រង់អញ្ចឹងទម្រង់ស្របរបស់ present continuous យើងមើល form នៃ subject plus is AMR plus verb ing plus subject ពេលខ្លះយើងទៅសេ adverb of continue ឬ adverb of time ខាងក្រោយវាមានដូចជា now at the moment just now គេអាចទៅសេខាងក្រោយក៏បានដែរប៉ុន្តែសារប្រយោគហ្នឹងខ្ញុំដាក់ at the moment just now right now វាវែងពេកដូច្នេះខ្ញុំសរសេរកាត់ត្រឹមហ្នឹងបាទអញ្ចឹងយើងក៏លេខមើលថាប្រធានបូកជាមួយនឹង is AMR បូកជាមួយនឹង verb ing បូកជាមួយនឹងកម្មបត្តិអញ្ចឹង is AMR នេះយើងបូកជាមួយនឹង verb ing យើងបកថាកំពុងអញ្ចឹងក៏លេខមើលនេះប្រធានណាខ្លះដែលប្រើជាមួយនឹង is ប្រធានដែលប្រើជាមួយនឹង is នេះគឺមានប្រធាន he she it ប្រធានដែលប្រើជាមួយនឹង am មានប្រធាន I ប្រធានដែលប្រើជាមួយនឹង are គឺ we you they ម្ដងទៀតប្រធានដែលប្រើជាមួយនឹង is គឺប្រធាន he she it ប្រធានដែលប្រើជាមួយ I គឺប្រធានដែលប្រើជាមួយ am គឺ I ប្រធានដែលប្រើជាមួយនឹង are មាន we you they បាទយើងចាំអញ្ចឹងអ្នកដែលទើបតែរៀនភាសាអង់គ្លេសគឺខ្ញុំបញ្យល់សម្រាប់អ្នកចេះហើយគឺអត់បញ្ហាទេប្រធានប្រភេទណាប្រើជាមួយ is ប្រធានប្រភេទណាប្រើជាមួយ am ប្រធានប្រភេទណាប្រើជាមួយនឹង are អញ្ចឹងសម្រាប់អ្នកដែលចេះតិចតួចអញ្ចឹងនៅក្នុង subject យើងមាន he she it I we you they អញ្ចឹងបើសិន he she it អាចទាំង3នឹងប្រើជាមួយ is ហើយចំណែក I ប្រើជាមួយ am ចំណែក we you they អាចទាំង3ហ្នឹងប្រើជាមួយ are អញ្ចឹងប្រធាន he she it I we you they ប្រើជាមួយនឹងគេសោ to be ខុសៗគ្នា he she it ប្រើជាមួយ is am ប្រើជាមួយ I are ប្រើជាមួយ we you they អញ្ចឹងបូកជាមួយនឹង verb ing អញ្ចឹង is am are បូកជាមួយនឹង verb ing គេបកថាកំពុងបាទគេបកថាកំពុងឧទាហរណ៍ she is cooking rice នាងកំពុងតែចម្អិនបាយមានន័យថានាងកំពុងតែដាំបាយអញ្ចឹងកំពុងដាំបាយកន្លែងហ្នឹងមាន adverb អត់ adverb ពីមានតាប៉ុន្តែខ្ញុំអត់ដាក់អញ្ចឹងមានពាក្យ now adverb វាមានពាក្យ now មានពាក្យថា right now មានពាក្យថា just now ច្រើនមានពាក្យ at a moment បាទអញ្ចឹង adverb របស់វាដែលត្រូវប្រើជាមួយនឹង present continuous មាន now មាន right now មាន just now មាន at a moment បាទទោះបីកន្លែងនេះខ្ញុំអត់ទៅសេ adverb of continue ឬ adverb of time នៅខាងក្រោយវាក៏ដោយក៏យើងបកថាឥឡូវនេះអញ្ចឹងពាក្យថា now ឥឡូវនេះ right now ឥឡូវនេះ just now ឥឡូវនេះ at a moment ខណៈពេលនេះឬឥឡូវនេះអញ្ចឹងពាក្យទាំង3ហ្នឹងដូចគ្នាពាក្យទាំង4ដូចគ្នា 1 2 3 4អញ្ចឹង adverb ទាំង4នេះយើងបកដូចគ្នាបកឥឡូវនេះនាងកំពុងតែដាំបាយឥឡូវនេះអញ្ចឹងអាពាក្យ now ពាក្យ right now ពាក្យ just now at a moment នេះយើងអាចយកវាដាក់នៅដើមប្រយោគក៏បានដែរអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំអត់ទៅសេឲ្យវាដឹងយើងអត់ទៅសេពាក្យថា now right now just now at a moment ក៏ខ្ញុំបកថាឥឡូវនេះដូចគ្នាអញ្ចឹងមើលនេះ to be បូកជាមួយ verb ing ហើយនេះប្រើ is ដោយសារប្រធាន C អញ្ចឹង she is cooking right now បាទ right now right just now right at the moment នាងកំពុងតែឬគាត់កំពុងតែដាំបាយឥឡូវនេះអញ្ចឹងប្រយោគនេះគឺជាប្រយោគ continue បន្តិចទៀតខ្ញុំឲ្យនិយមន័យពាក់ព័ន្ធជាមួយប្រយោគ continue តើប្រយោគ continue គេប្រើនៅពេលណាខ្លះយើងមាន definition របស់វាបាទអញ្ចឹងយើងចាប់ដើមរៀនបាទ
បន្តិចម្ដងសិន learn step by step please be quiet សូមមេត្តាស្ងៀមស្ងាត់ឥឡូវយើងចាប់ផ្ដើមមើលទាំងអស់គ្នា why don't you stay ហេតុអីបានជាអ្នកមិននៅ why don't you stay ហេតុអីបានជាអ្នកមិនស្ងៀម your teacher is teaching លោកគ្រូរបស់អ្នកកំពុងបង្រៀនប្រយោគនេះគឺជាប្រយោគ simple present ប៉ុន្តែវាជា negative your teacher is teaching ប្រយោគនេះគឺជា present continuous បាទអញ្ចឹងដៃគូរបស់ simple present ដៃគូរបស់វាគឺ present continuous អញ្ចឹងខ្ញុំតបទៅលើកមុនឥឡូវចាប់ផ្ដើមមួយទៀត B ចំណុចទី B បាទចំណុច B interrogative form interrogative form យើងបកថាទម្រង់សំណួរយើងគ្រាន់តែលើក to be ដាក់ពីមុខ subject ជាការស្រេចអានេះគឺ to be យើងគ្រាន់តែលើក to be ដាក់ពីមុខ subject ជាការស្រេចបាទ to be ដាក់ពីមុខ subject ជាការស្រេច is he cooking right តើគាត់កំពុងដាំបាយឬ is COVID-19 growing in United States តើ COVID-19 កំពុងតែកើនឡើងនៅសហរដ្ឋអាមេរិកឬ Are they catching the fish on the side of the stream បាទតើពួកគេកំពុងតែចាប់ត្រីតាមដងស្ទឹងតើពួកគេកំពុងតែចាប់ត្រីតាមដងស្ទឹងឬអញ្ចឹងយើងឃើញ they វាជា subject are ជា to be អញ្ចឹងប្រយោគសំណួររបស់ present continuous យើងគ្រាន់តែលើក to be ដាក់ពីមុខប្រធានជាការស្រេចយើងគ្រាន់តែលើក to be ដាក់ពីមុខ subject ជាការស្រេចអញ្ចឹង verb ing នៅដែរ Are they catching the fish on the side of the stream តើពួកគេកំពុងតែចាប់ត្រីតាមដងស្ទឹងឬបាទអញ្ចឹង the side of the stream the same the bank of the stream the brink of the stream គេบอกថាតាមដងស្ទឹងតាមដងស្ទឹងតាមដងបលាយតាមដងព្រែកក៏ប្រើពាក្យហ្នឹងដែរចាំបាទអញ្ចឹងទៅតទៀតតអានេះគឺជាឧទាហរណ៍អញ្ចឹងខ្ញុំឲ្យ form របស់វា is AMR ដាក់មុខ subject plus verb ing plus object plus question mark ទម្រង់នេះគេឲ្យឈ្មោះវាជាទម្រង់ interrogative អានេះគេឲ្យឈ្មោះ interrogative ទម្រង់សំណួរ interrogative form ទម្រង់សំណួរឥឡូវយើងចាប់ផ្ដើមចូលមួយទៀតគឺចំណុច C យើងចាប់ផ្ដើមចូល negative form យើងបកថាទម្រង់បដិសេធយើងគ្រាន់តែ subject plus is plus not អញ្ចឹង short form របស់ is not គឺ isn't short form របស់ am not គឺ am not ដូចគ្នាប៉ុន្តែ am not ឡើយនេះបើយើងលុប a ចោលវាអត់ត្រូវក្បួនទេអញ្ចឹងយើងដាក់ទាំងដង are not គឺ are plus verb ing plus object example please go out to go for a walk the sky isn't raining តោះតាក្រៅplease go out to go for a walk តោះតាក្រៅ the sky isn't raining មេឃមិនកំពុងភ្លៀងទេ the sky is subject ចំណែក isn't គឺជា short form របស់ is not អានេះហើយគេឲ្យឈ្មោះវាជា present continuous តោះតាក្រៅឲ្យលេងតោះ please go out to go for a walk the sky isn't raining បាទមេឃមិនកំពុងភ្លៀងទេ isn't ជា short form របស់វា short form របស់ is not Papa isn't listening teachers she is thinking about her charming boy បូផាវាជា subject isn't short form របស់ is not listening verb ing បូផាមិនកំពុងស្ដាប់លោកគ្រូរបស់បាទមិនកំពុងស្ដាប់គ្រូរបស់គាត់ទេអញ្ចឹងមកបន្ថែមបូផាមិនកំពុងស្ដាប់គ្រូរបស់គាត់ទេមានន័យថាបូផាគាត់អត់ស្ដាប់គ្រូទេ She is thinking about her charming boy គាត់កំពុងតែគិតអំពី think about ស្មើពាក្យ think of